ហានិភ័យប្រកាសជាកើតឡើងបើយើងជ្រើសរើសជាងតឡើងទ្វាររបងដែលគ្មានបច្ចេកទេសទ្វាររបងសូមពុកម៉ែបងប្អូនស្វែងរកជាងដែលមានបទពិសោធន៍ទ្វាររបងច្បាស់លាស់សូមបង្ហាញពីអារម្មណ៍ពិតមួយមកចេះពេញចិត្តពូធ្វើស្អាតបាទហើយមកចត់ណាបាទជួយយកបានបាទមកការរុញការទាញនេះមិនដែរចេះសាកមើលមកល្មមបាទដបងហ្មងទៅដល់ពេលបានពាក់ក្រាទេពួយបាទដោយសារវាធ្ងន់ចាយើងពេញចិត្តហើយប៉ុណ្ណឹងស្អាតសម្រាប់ពុកម៉ែបងប្អូនដែលកំពុងស្វែងរកជាងតឡើងទ្វាររបងដែលមានបទពិសោធន៍ផ្នែកទ្វាររបងច្បាស់លាស់ពុកម៉ែបងប្អូនអាចតាក់ទងមកខាងក្រុមជាងណារិតបានដែលមានទទួលតឡើងទ្វាររបងគ្រប់ខេត្តក្រុងតែម្ដងថ្ងៃនេះដែរខាងក្រុមជាងខ្ញុំបានមកតម្លើងទ្វាររបងបាទជូនបងស្រីនៅខាងអូដឹមបាទគឺបងស្រីពេញចិត្តមែនតែនបាទទ្វាររបងនេះបាទក៏រុញសាកមើលក៏ថាទ្វារនេះធ្ងន់ណាស់ប៉ុន្តែអត់ពិបាកក្នុងការរុញហើយសម្រាប់ពុកម៉ែបងប្អូនដែលកំពុងស្វែងរកជាងដែលមានបទពិសោធន៍ផ្នែកទ្វាររបងច្បាស់លាស់ពុកម៉ែបងប្អូនអាចតាក់ទងមកខាងក្រុមជាងណារិតសិប្បកម្មដែកនិងសំណង់បានដែលមានទទួលតឡើងគ្រប់ខេត្តក្រុងតែម្ដងបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការអាចតំណែងមកខាងក្រុមជាងណារិតបានខាងក្រុមជាងណារិតតឡើងជូនដោយរីករាយបាទដោយឥតគិតចិត្តឆ្ងាយបាទទទួលតឡើងគ្រប់ខេត្តក្រុងតែម្ដង